បាទសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះយើងនឹងមកបន្តសាច់រឿងរបស់យើងពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការឧបត្ថម្ភរបស់អ្នកទាំងអស់គ្នាមួយវិញទៀតដោយដែល admin បានធ្លាប់ប្រាប់អញ្ចឹង admin គឺមិនអាចចេញរឿងរាល់ថ្ងៃនោះទេបើសិនបើអ្នកទាំងអស់គ្នាចង់ឲ្យ admin ចេញរាល់ថ្ងៃគឺ admin ចេញបានប៉ុន្តែមានត្រឹមតែមួយភាគឬក៏ពីរភាគតែប៉ុណ្ណោះមួយភាគពីរភាគតិចនាទីណាអ្នកទាំងអស់គ្នាអើយអត់ល្អមើលទេតោះកុំឲ្យសាំញ៉ាំច្រើនយើងចូលមកកាន់សាច់រឿងរបស់យើងហ្មងតើសាច់រឿងរបស់យើងគឺតពី Maru អាចបង្កើតខ្សាច់ពណ៌លឿងដោយខ្លួនឯងបានធ្វើឲ្យអ្នកទាំងពីរ Sun Wu ជាមួយនឹង Chana ពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ក្រោយពី Maru បានជួសជុលរាងកាយរបស់គេវិញទាំងស្រុងគឺក៏ដួលខ្ពកទៅនឹងដីមិនមែនដួលសន្លប់នោះទេគឺគេដេក Sun Wu ឃើញសមត្ថភាពរបស់ Maru ប្លែកដូចនេះគេពិតជាឆ្ងល់នឹងខឹងជាមួយនឹង Maru ផងដែរហើយ Sun Wu ក៏ធ្វើការធាក់ទៅលើ Maru ធាក់យកហ្មងហើយ Maru ក៏បានភ្ញាក់ពីដំណេករបស់គេនៅពេលនោះទៅ Maru ក៏ឆ្ងល់ដែរតែហេតុអ្វីបានជា Sun Wu មកធាក់គេអញ្ចឹងភ្លាមនោះ Sun Wu ក៏មកក្របួចកោអាវរបស់ Maru ហើយស្រែកទៅដាក់គេថាហេតុអីបានជាឯងអាចបញ្ចេញខ្សាច់ពណ៌លឿងដូចជាបិសាចខ្សាច់ពណ៌លឿងដែរតើនឹងមែនវាជាកម្លាំងរបស់បិសាចស៊ីច្រើន Sun Wu គ្រាន់តែ Maru មានសមត្ថភាពខ្លាំងជាងខ្លួនក៏ខឹងជាមួយនឹង Maru ដែរហើយក៏គេមិនជឿថាសមត្ថភាពរបស់ Maru គឺជាសមត្ថភាពរបស់អាបិសាចល្បីមួយនោះដែរចំណែកឯ Maru គេក៏មិនទាន់ដឹងដូចគ្នាថាមានរឿងអ្វីចំណែកគេក៏ចងចាំរឿងអ្វីម្យ៉ាងថាសមត្ថភាពដែលគេទទួលបានមិនមែនជាសមត្ថភាពរបស់អាបិសាចស៊ីច្រើនដែលមានល្បីមួយនោះទេហើយសមត្ថភាពរបស់ Maru គឺមានតាំងពីគេនៅក្មេងមកម្ល៉េះគឺជាសមត្ថភាពរបស់អាបិសាចចកមួយនឹងឯងដែលកាលនោះលោកប៉ារបស់ Maru បានបោះ Maru ទៅកាន់អាបិសាចចកមួយនោះហើយ Maru ក៏ធ្លាប់សួរលោកប៉ារបស់គេផងដែរតើហេតុអ្វីបានជាលោកប៉ាធ្វើបែបនេះដាក់គេប៉ុន្តែហេតុផលនោះយើងនឹងដឹងនៅពេលដែលសាច់រឿងទៅបន្តទៀតឥឡូវយើងត្រឡប់មកបច្ចុប្បន្នរវាង Maru ជាមួយនឹង Sun Wu វិញ Maru ហាក់បីដូចជាកំពុងរើឡើងនៅជំងឺថប់ទ្រូងរបស់គេដែលគេតែងតែហៅវាថាគឺជាជំងឺស្លោស្លន់នោះ Sun Wu គេពិតជាឆ្ងល់ជាខ្លាំងតើមានរឿងអ្វីកើតឡើងចំពោះ Maru ថែមទាំងសម្លុតទៅកាន់ Maru ឲ្យគេនិយាយតបវិញទៀតទាំង Maru កំពុងតែដេកដួលនឹងដីឯហ្នឹងភ្លាមនោះ Chana ក៏និយាយទៅកាន់ Sun Wu ចាំតិចទៅឲ្យ Maru គេសម្រាកបន្តិចសិនខ្ញុំគិតថាជំងឺស្លោស្លន់របស់ Maru កំពុងតែកើតឡើងណាមួយវិញទៀតទុករឿងនេះជារឿងសម្ងាត់រវាងពួកយើងទាំង3នាក់ Sun Wu ក៏តបទៅ Chana វិញអញ្ចឹងយើងនឹងទុកឲ្យរឿងដ៏អាក្រក់នេះកើតឡើងយើងមិនធ្វើការរាយការណ៍ទៅទីស្នាក់ការកណ្ដាលទេ Chana ក៏និយាយបន្តទៀតយើងនៅតែមិនទាន់ដឹងថាមូលហេតុអ្វីបានជា Maru អាចបង្កើតខ្សាច់ពណ៌លឿងដោយខ្លួនឯងបានបន្ទាប់មក Sun Wu ក៏សួរទៅកាន់ Chana ទៀតហើយចុះបើគេខ្លាចទៅជាមនុស្សដ៏គ្រោះថ្នាក់ដូចជាបិសាចខ្សាច់ពណ៌លឿងវិញ Chana នាងនិយាយទៅកាន់ Sun Wu ដោយមកចោទថាខ្ញុំជឿជាក់ទៅលើ Maru គេនឹងមិនធ្វើឲ្យរឿងទាំងអស់មានគ្រោះថ្នាក់ឡើយបន្ទាប់មក Sun Wu ក៏សម្លឹងមើលទៅកាន់ Maru ដែលកំពុងតែឈឺចាប់រួចគេជ្រកសក់របស់គេឡើងនិងនិយាយទៅកាន់ Chana ថាឡប្រសិនបើអ្នកចូលចិត្តបែបនេះខ្ញុំនឹងមិនខ្វល់អំពីរឿងដែលកើតឡើងចំពោះគេទៀតឡើយហើយ Sun Wu ក៏ចាកចេញពី Chana ជាមួយនឹង Maru បាត់ទៅត្រឡប់មក Chana វិញនាងក៏គិតថាមិញខ្ញុំបាននិយាយថាខ្ញុំជឿជាក់លើគេប៉ុន្តែយើងមិនដឹងអ្វីទៀតនោះទេប្លង់របស់យើងក៏កាត់មករថភ្លើងល្បឿនលឿនមួយដែល Maru កំពុងតែនៅទីនោះយើងមើលទៅកាន់ Maru ហាក់បីដូចជាកំសត់ជាខ្លាំងមានតែការហូរទឹកភ្នែកទៀតផងពីព្រោះតែនៅក្នុងអារម្មណ៍របស់គេគិតថាគេនឹងក្លាយទៅជាបិសាចដូចជាបិសាចខ្សាច់ពណ៌លឿងដែរកំពុងតែគិតយ៉ាងពិបាកចិត្តស្រាប់តែការស្រមើស្រមៃរបស់គេលេចឃើញបិសាចមួយនៅមុខគេតែម្ដងគឺជាបិសាចចចដែលតាមគេតាំងពីតូចរហូតនឹងឯងធ្វើឲ្យ Maru គាត់ភ្ញាក់ជាខ្លាំងភ្ញាក់ឡើងផ្អើលគេអស់ហ្មងហើយណាមជីសុកក៏នៅចិត្តគាត់ផងដែរហើយគេក៏សួរទៅ Maru ថាតើ Maru ឯងកំពុងតែធ្វើស្អីហើយអ្វីបានជាធ្វើខ្លួនចម្លែកនៅក្នុងរថភ្លើងអញ្ចឹងរួច Maru ក៏បានឆ្លើយតបទៅវិញអត់មានស្អីទេខ្ញុំគ្រាន់តែឃើញអីមួយហ្នឹងហើយពេលហ្នឹងយើងជួបគ្នាល្មមបើសិនមកមានពេលខ្ញុំសូមសួរយោបល់មួយបានទេបន្ទាប់មកណាមជីសុកក៏និយាយទៅកាន់ Maru វិញថាអត់ទេច្បាប់ចែងថាខ្ញុំមិនអាចជួបមិត្តរួមការងាររបស់ខ្ញុំនៅខាងក្រៅការងារបានទេធ្វើឲ្យ Maru គេភ្ញាក់ផ្អើលជាខ្លាំងនៅពេលដែលឮសម្ដីណាមជីសុកនិយាយបែបនេះពីព្រោះតែគេធ្លាប់គិតថាណាមជីសុកគឺជាមនុស្សម្នាក់ដែលរីករាយជាងគេនៅក្នុងធីមភ្លាមនោះទូរស័ព្ទរបស់ណាមជីសុកក៏រលឡើងគេលើកទូរស័ព្ទនោះនិងនិយាយថាគឹមប៊ូជូហើយអ្វីស្រាប់តែភ្លាមឯងទេមកយើងបន្ទាប់មកប្លង់របស់យើងក៏កាត់មកបាមួយកន្លែងក៏ព្រោះតែអ្នកនិយាយទូរស័ព្ទជាមួយនឹងណាមជីសុកអំមិញគេហៅណាមជីសុកឲ្យទៅទីនោះបន្ទាប់មកណាមជីសុកក៏និយាយទៅកាន់បរិមម្នាក់នោះថាឆាប់ចេញពីក្រុមនៅភ្នំហ្គីយ៉ាងហើយដាក់ពាក្យផ្ទេភ្លាមទៅបរិមម្នាក់នោះហាក់បីដូចជាស្ទាក់ស្ទើរនិងនិយាយតទៅវិញថាប៉ុន្តែហើយចុះពីណាគេដែលអង្គុយក្បែរអ្នកនេះហើយនៅពេលនោះយើងក៏ឃើញ Maru ក៏មកតាមណាមជីសុកផងដែរគេមិនបានខ្វល់អំពីអ្នកទាំងពីរនិយាយអ្វីនោះទេគេគ្រាន់តែលើកកែវស្រាផឹកធ្វើប្រងើយណាមជីសុកគ្រាន់តែឃើញ Maru ភ្លាមភ្ញាក់ព្រឺតហ្មងហើយនិយាយទៅកាន់ Maru ថាអីហាន Maru ហើយអ្វីបានជាមកតាមខ្ញុំចឹងហាន Maru របស់យើងមើលទៅហាក់បីដូចជាស្រវឹងទៅហើយពីព្រោះថាអស់ច្រើនកែវក្រនបើដែរអំបញ្ញមិញសោះហើយមកជាមួយនឹងគេព្រមទាំងគេមិនបានអញ្ជើញផងនោះរួច Maru ក៏បានឆ្លើយតបទៅណាមជីសុកវិញថាខ្ញុំក៏មានសម្ពាធរបស់ខ្ញុំដែរដូច្នេះខ្ញុំមិនចង់នៅម្នាក់ឯងប៉ុន្តែនេះជាលើកទី1របស់ខ្ញុំហើយដែលបានឃើញមន្ត្រីពិសេសដែលមកពីក្រុមផ្សេងទៀតនៅទីនេះហើយចុះហេតុអ្វីបានជាអ្នកចង់ឈប់ព្រមអ្នកនឹងបន្ទាប់ពីលើ Maru សួរគេក៏បានអោនក្បាលចុះនិងនិយាយទៅកាន់ Maru ថារឿងទាំងអស់នេះ ក
ក៏ព្រោះតែចំនួននៅក្នុងក្រុមណាំជីសុកក៏សួរទៅបរមអ្នកនោះតើឯងចង់មានតែម៉េចអំពីចំនួននេះមានអ្នកបូលីឯងនៅក្នុងមែនបន្ទាប់មកម៉ារូគេក៏និយាយតើវាគឺជាការបូលីនៅក្នុងការិយាល័យដែលខ្ញុំធ្លាប់ឮទេបន្ទាប់មកណាំជីសុកគេក៏និយាយបន្តអំពីបរមម្នាក់នោះពិតមែនហើយគីមបូជូគេគឺជាក្មេងដ៏ល្អគេមិនអាចប្រយុទ្ធតបតទៅនរណាវិញបានទេគាត់គ្រាន់តែជាមនុស្សម្នាក់ដែលរំខានដល់ក្រុមដូចជាខ្ញុំអញ្ចឹងហើយក៏ចាកចេញពីទីនោះហើយគីមបូជូគេក៏និយាយម្ដងសិស្សច្បងណាមយូសុកគាត់ក៏មកពីក្រុមគេយ៉ាងដែរហើយគាត់ក៏ត្រូវបានគេបូលីយ៉ាងខ្លាំងម៉ារូឮហើយគេខឹងជំនួសហើយគេសួរថាស្អីគេតើអាចង្រៃយកមួយណាវានៅក្នុងក្រុមហ្នឹងណាមយូសុកគេក៏និយាយទៀតថាពួកគេគឺជាមនុស្សដែលសម្រាមហើយក៏ជាមនុស្សអាក្រក់ផងដែរហើយពួកគេក៏ជាមន្ត្រីពិសេសដ៏មានគ្រោះថ្នាក់ដូចជាពួកបិសាចខ្សាច់ពណ៌លឿងអញ្ចឹងហើយគេក៏ឆ្ងល់ថាតើមានគ្រោះថ្នាក់ដូចជាបិសាចខ្សាច់ពណ៌លឿងយ៉ាងម៉េចវិញពីព្រោះតែម៉ារូគេគិតថាប្រហែលជាប្រភេទមនុស្សដូចជាគេនឹងហើយបន្ទាប់មកប្លង់របស់យើងក៏បានកាត់មកពីកន្លែងផឹកស៊ីវិញដែលពួកគេនៅពេលនេះធ្វើដំណើរចេញពីកន្លែងផឹកស៊ីអស់ហើយក៏មានការស្រវឹងបន្តិចបន្តួចផងដែររហូតដល់ធ្វើដំណើរទៅផ្ទះដោយខ្លួនឯងមិនបានប្រូគីមវូជូសន្លប់ស្រុកស្ដឹងនៅលើខ្នងរបស់ម៉ារូមៀតគាត់រៀងធំផងធ្វើឲ្យម៉ារូអ៊ីវគាត់ឡើងហត់ធ្វើដំណើរមួយសន្ទុះក្រោយមកពួកគេទាំងអស់គ្នាក៏មកដល់ហាងលក់អាហារមួយដែលគេដាក់ឈ្មោះថាវូជូគឺជាហាងកំពុងម្ដាយរបស់វូជូនឹងឯងបន្ទាប់មកណាមយូសូក៏ឲ្យម៉ារូនាំវូជូទៅឲ្យឪពុកម្ដាយរបស់គេរួចប្រញាប់ចាកចេញប៉ុន្តែស្រាប់តែណាមយូសុកក៏រលែកឃើញនៅក្នុងហាងមានមនុស្សដែលគេធ្លាប់ស្គាល់ហើយមនុស្ស3នាក់នោះក៏ស្គាល់ណាមយូសុកដូចគ្នាធ្វើឲ្យណាមយូសុករបស់យើងនៅពេលនេះបែកញើសតក់ហ្មងចំណែកឯបរិសុទ្ធទាំង3នាក់នោះវិញគឺពួកគេកំពុងតែចាំវូជូប៉ុន្តែសំណាងល្អបែរជាឃើញណាមយូសុកនៅទីនេះទៅវិញមិនចាំយូរហើយក៏មិននិយាយច្រើនគេក៏ធ្វើការតទៅលើណាមយូសុកភ្លាមហើយក៏មិនដឹងថាពួកគេមានកំហឹងជាមួយនឹងគ្នាតាំងពីពេលណានោះទេមួយនោះវាទាត់ណាមយូសុកមួយជើងផ្ទប់ទៅនឹងដីហើយជន់ក្បាលរបស់គេនឹងនិយាយទៅកាន់ណាមយូសុកថាចង្រៃឯងផ្លាស់ប្ដូរទៅកន្លែងផ្សេងហើយឯងគិតថាឯងមានសុវត្ថិភាពមែនហើយអ្វីបានជាឯងដុតកាយាឡៃហើយឯងរត់ចេញឯងនឹងស្លាប់នៅថ្ងៃនេះមួយនោះគឺថាមានកំហឹងជាមួយនឹងណាមយូសុកខ្លាំងមែនទែនក៏ពិតដោយសារតែណាមយូសុកបានដុតកាយាឡៃរបស់គេសោះប៉ុន្តែរហូតឈានទៅដល់ការដុតនេះប្រកាសជាមានរឿងអ្វីកើតឡើងនៅពីក្រោយនេះទៀតកំពុងតែទាត់ណាមយូសុកម៉ារូកំពុងតែអ៊ីវប្រូវូជូនៅពីក្រោយនោះមកចាប់ដៃរបស់ប្រូម្នាក់នឹងហើយសួរគេថាតើឯងកំពុងតែធ្វើស្អីនឹងគេគឺជាមន្ត្រីរាជការពិសេសណាម៉ារូពិតជាហ៊ានខ្លាំងមែនទែនសួរទៅកាន់គេដោយមិនខ្វល់អ្វីទាំងអស់ហើយបរិសុទ្ធម្នាក់នោះក៏ងាកមកម៉ារូវិញនិងសួរគេថាតើឯងគឺជានរណាគេហើយម៉ារូក៏គេឆ្លើយយ៉ាងលយទៅវិញថាខ្ញុំគឺមកពីក្រុមហ្គេងវ៉ាដែលជាក្រុមជាមួយគ្នារបស់ណាមយូសុកឮហើយមួយនោះវាក៏ចាប់ផ្ដើមសើចជាខ្លាំងហើយវាតទៅវិញទៀតថាស្អីគេក្រុមនគរហ្គេងវ៉ាហ្នឹងមែនសុទ្ធតែជាកន្លែងដែលពួកមនុស្សល្ងងទាំងអស់នៅនឹងប៉ុន្តែហេតុអីបានជាឯងហ៊ានមកចាប់ដៃយើងល្ងងភ្លាមនោះគេក៏តបមួយដៃចំកណ្ដាលមុខម៉ារូតែម្ដងបណ្ដាឲ្យម៉ារូជាមួយនឹងវូជូខ្ទាតទៅព្រមគ្នាបន្ទាប់មកគេក៏មើលទៅកាន់ម៉ារូដូចជាសន្លប់ហើយរួចក៏ធ្វើការទាត់ទៅលើណាមយូសុកបន្តទៀតវាយណាមយូសុកបណ្ដាគេនិយាយបណ្ដាថាគ្រប់ពេលដែលយើងឃើញភាពខ្សោយរបស់ពួកល្ងងឯងយើងចង់តែវាយហើយសម្លាប់ពួកឯងចោលទាំងអស់នោះទេយើងពិតជាចង់ឃើញឪពុកម្ដាយរបស់ឯងខ្លាំងណាស់ដែលបង្កើតពួកល្ងងដូចជាឯងនេះមកហើយយើងក៏ឃើញម៉ារូដឹងខ្លួនមកវិញរួចជួតឈាមនៅនឹងមាត់របស់គេភ្លាមនោះយើងក៏ឃើញខ្សាច់ពណ៌លឿងដែលបង្កើតឡើងដោយម៉ារូផ្ទាល់និងបានជ្រាបចូលទៅក្នុងខ្លួនប្រាស់របស់ម៉ារូគឺមានន័យថាមានតែម៉ារូប៉ុណ្ណោះដែលទទួលបានសមត្ថភាពរបស់បិសាចខ្សាច់ពណ៌លឿងដែលមិនមានពពួកបិសាចខ្សាច់ពណ៌លឿងចេញពីព្រោះតែគេមានសមត្ថភាពនៅក្នុងការបង្កើតខ្សាច់ពណ៌លឿងដោយខ្លួនឯងរួចភាគទី21របស់យើងក៏ត្រូវបានបញ្ចប់នៅត្រឹមនេះយើងនឹងបន្តភាគទី22ជាមួយនឹងគ្នាឥឡូវនេះយើងឃើញថាម៉ារូកំពុងតែមានថាមពលនៅក្នុងខ្លួនចំណែកឯមួយនោះវាគិតតែពីវាយណាមយូសុកដោយមិនដឹងថាម៉ារូគេមានថាមពលបិសាចខ្សាច់ពណ៌លឿងនោះទេវាវាយបណ្ដាវានិយាយទៅកាន់ណាមយូសុកបណ្ដាតើឯងមានដឹងទេថាយើងត្រូវបានគេព្យួរការងារអស់ប៉ុន្មានខែក៏ព្រោះតែឯងនឹងគឺជាអ្នករាយការណ៍ទៅទីស្នាក់ការកណ្ដាលយើងបន្តតាមរកឯងដើម្បីសម្លាប់យូរណាស់មកហើយប៉ុន្តែយើងមិននឹកស្មានសោះថាឯងលាក់ខ្លួននៅក្រុមហ្គេងវ៉ាដែលជាក្រុមខ្សោយជាងគេនោះទេភ្លាមនោះម៉ារូក៏ងើបឡើងពោពេញទៅដោយថាមពលបិសាចខ្សាច់ពណ៌លឿងហើយដើរសម្ដៅទៅរកមួយដែលវាយណាមយូសុកប៉ុន្តែភ្លាមនោះស្រាប់តែមានបាត់ជើងដ៏ស្រស់សង្ហាម្នាក់ទាត់ចំកណ្ដាលមកមួយនោះភួចធ្វើឲ្យមួយនោះខ្ទាតទៅដេកដួលនៅឯជ្រុងម្ខាងទៀតហើយពួកវាក៏នាំគ្នាសួរថាតើឯងគឺជានរណាគេហើយប្រូម្នាក់នោះគឺជាសុនវូបាននិយាយទៅកាន់ពួកគេថាយើងគឺជាក្រុមដែលពួកឯងនិយាយថាខ្សោយដែលមកពីកងហ្គេងវ៉ានោះសុនវូមើលទៅកាន់មុខម៉ារូគេហាក់បីដូចជាដឹងរឿងរបស់ម៉ារូចំណែកឯម៉ារូហាក់បីដូចជាគ្រប់គ្រងខ្លួនឯងមិនទាន់បានប៉ុន្តែសុនវូព្យាយាមហៅទៅកាន់គេហើយសុនវូក៏បន្តនិយាយទៅកាន់ម៉ារូថាឯងនឹងស្លាប់ប្រសិនបើឯងលេងវានៅម្ដុំនឹងភ្លាមនោះម៉ារូក៏សម្លឹងមកមុខទៅថាគឺជាសុនវូរួចគេក៏ភ្ញាក់ព្រឺតនិងនិយាយថាហើយអ្វីបានជាសុនវូឯងនៅទីនេះសុនវូគេក៏បានប្រាប់ទៅវិញថាយើងមកតាមឯងក្នុងករណីដែលឯងបង្កបញ្ហាធំហើយយើងក៏ដឹងថាគ្រប់ពេលវេលារបស់ម៉ារូជាមួយនឹងណាមយូសុកគឺត្រូវបានសុនវូតាមដានចប់រហូតមិនត្រឹមតែសុនវូប៉ុណ្ណោះទេដែលតាមដានសូម្បីតែឆាណាក៏តាមដានផងដែរហើយពួកគេទាំងពីរនាក់ក៏មិនបានរៀបកម្រោកនៅក្នុងការតាមដានជាមួយនឹងគ្នាផងដែរឆាណាគេក៏ឆ្ងល់ផងដែរថាតើហេតុអ្វីបានជា
សុនវូគេតាមដានម៉ារូដែរទាំងគេនិយាយថាមិនខ្វល់អំពីម៉ារូនោះចំណែកឯសុនវូវិញគេក៏ឆ្ងល់ដូចគ្នាហើយអ្វីបានជានាងតាមដានម៉ារូអញ្ចឹងពីព្រោះតែនាងបាននិយាយដែរថានាងគឺជាជាក់ទៅលើម៉ារូបន្ទាប់មកឆាណាក៏មកដល់ទីនោះដូចគ្នាហើយនាងក៏ទៅមើលណាមយូសុកថាណាមយូសុកមានការអ្វីដែរឬក៏អត់ឆាណានិយាយទៅកាន់ពួកអដៃនោះថាខ្ញុំមិនដឹងទេតើហេតុអ្វីបានជាពួកអ្នកទាំងអស់គ្នាវាយក្រុមរបស់ខ្ញុំប៉ុន្តែឥឡូវនេះខ្ញុំសូមនាំគេទៅសិនបន្ទាប់មកពួកវាក៏ឆ្លើយតបទៅវិញថាអត់ទេមិនអាចអាមួយនោះវាបានធ្វើឲ្យក្រុមរបស់យើងស្ទើរតែស្លាប់ពាក់កណ្ដាលទៅហើយដូច្នេះអ្នកមិនអាចចាក់ចេញពីទីនេះបានទេចំណែកឯគ្នាវាម្នាក់ទៀតក៏និយាយថាខ្ញុំមានរឿងដែលត្រូវដោះស្រាយជាមួយនឹងណាមយូសុកក្នុងនាមជាមិត្តដែលធ្លាប់រួមការងារជាមួយនឹងគ្នាពីមុននៅពេលនោះឆាណាក៏និយាយទៅកាន់វាវិញថាម៉េចអ្នកឯងចង់ឲ្យខ្ញុំទៅប្តឹងអ្នកឯងអំពីការបង្ករបួសទៅកាន់មន្ត្រីរាជការពិសេសមែនបន្ទាប់មកអាសង្គមម្នាក់នេះវាក៏និយាយតបវិញខ្ញុំគិតថាអាមួយនឹងទេដែលវាត្រូវទទួលពីនៃភ្លាមនោះអាមួយដែលស៊ីមួយជើងរបស់សុនវូមិញវាក៏ងើបឡើងដោយភាពជឿចាប់រួចវាក៏និយាយឡើងថាពិតជារំខានមែនអាមួយណាដែលទាត់យើងមិញឯងថ្ងៃនេះនឹងស្លាប់បន្ទាប់មកវាក៏ហត់ទៅរកសុនវូចំណែកឯសុនវូគេសប្បាយចិត្តជាខ្លាំងរួចគេក៏ប្រើពាក្យសម្ដីតទៅកាន់អាមួយនោះវិញថាខ្ញុំនឹងមិនអាចឲ្យរឿងនេះកន្លងផុតនោះទេយើងនឹងត្រូវដាក់ពិន័យយ៉ាងណាក៏ដោយប៉ុន្តែសូមប្រដៅអាមួយនេះតិចសិនភ្លាមនោះឆាប្រយុទ្ធរវាងភ្នាក់ងារពិសេសជាមួយនឹងភ្នាក់ងារពិសេសក៏ចាប់ផ្ដើមម៉ារូឃើញនេះគេបារម្ភអំពីសុនវូជាខ្លាំងគេចង់ទៅជួយសុនវូដែរប៉ុន្តែឆាណាគេមិនឲ្យធ្វើអ្វីនោះទេដោយសារតែខ្លាចជ្រុលដៃបណ្ដាលឲ្យមន្ត្រីទាំងអស់នោះស្លាប់បន្ទាប់មកនាងក៏សម្លឹងឃើញអំបោះមួយនឹងយកវាដើម្បីទៅជួយសុនវូផងដែរបើយើងក៏លេចមើលទៅខាងសុនវូរបស់យើងឯនេះវិញពិតជាលយខ្លាំងមែនទែនទើបតែនិយាយដាក់គេអំបញ្ញមិញឥឡូវនេះត្រូវបានគេក្លេជាប់តែម្ដងហើយបន្តមកទៀតអាមួយដែលត្រូវសុនវូតរំមិញវាក៏លើកកៅអីឡើងបំរុងនឹងវាទៅលើសុនវូប៉ុន្តែភ្លាមនោះវាក៏ត្រូវបានស៊ីមួយអំបោះចំកណ្ដាលពោះអុយដោយជាស្នាដៃរបស់កញ្ញាកាងឆាណាក៏ធ្វើការវាបន្តទៅកាន់គ្នារបស់វាផ្សេងទៀតឆាណាទោះបីជានាងមិនមានសមត្ថភាពបិសាចខ្សាច់ពលលឿងក៏ដោយប៉ុន្តែអ្វីដែរនៅក្នុងការប្រយុទ្ធធម្មតារបស់នាងគឺមិនអន់ប៉ុន្មាននោះទេហើយនាងក៏យកដងអំបោះទៅចង្អុលមុខឲ្យមួយនោះរួចនិយាយទៅកាន់វាថាបញ្ចប់រឿងជាមួយនឹងគ្នាត្រង់នេះទៅឬមួយក៏ឯងចង់ត្រូវគេវាយខ្លាំងជាងនេះភ្លាមនោះស្រាប់តែមានបរិសម្នាក់ដើរមកភ្នែករបស់គេហាក់បីដូចជាមិនដែលបានដេកនឹងបានសួរទៅអ្នកគ្រប់គ្នាថាតើអ្នកទាំងអស់គ្នាកំពុងតែធ្វើស្អីនឹងហើយរួចបានជាមានការវាយមន្ត្រីរបស់ខ្ញុំគណៈពេលដែលខ្ញុំកំពុងតែនៅក្នុងបន្ទប់ទឹកឆាណាក៏សួរទៅគេថាគេគឺជានរណាហើយបរិសម្នាក់នោះក៏បានប្រាប់ថាខ្ញុំគឺជាមេក្រុមនៃក្រុមហ្គីយ៉ាងដែលមកពីមន្ត្រីខ្សាច់ពលលឿងពិសេសបន្ទាប់មកឆាណាក៏និយាយទៅកាន់គេវិញល្អខ្លាំងណាស់ពួកយើងគឺមកពីក្រុមនៃកោះកែងវ៉ាហាក់បីដូចជាមានរឿងអ្វីយកច្រឡំជាមួយនឹងគ្នាពួកយើងប្រយុទ្ធគ្នាក៏ព្រោះតែកូនក្រុមរបស់អ្នកបានវាយកូនក្រុមរបស់ខ្ញុំសង្ឃឹមថាមេក្រុមនឹងអាចយកចិត្តទុកដាក់នៅរឿងនេះឲ្យបានល្អប៉ុន្តែភ្លាមនោះឆាណាក៏ត្រូវបានស៊ីមួយដៃចំកណ្ដាលមុខភ្លាមដោយមេក្រុមម្នាក់នោះមិននិយាយអ្វីទាំងអស់បណ្ដាលឲ្យនាងដាច់ផ្ងាត់តោងនៅទីនោះបាត់ទៅវាយហើយបានវានិយាយក្រោយថាអ្នកឯងមិនមែនជាប្រជាជនធម្មតាទេហើយអ្វីបានជាអ្នកឯងមកវាយកូនក្រុមរបស់ខ្ញុំបន្ទាប់មកអាមេក្រុមនឹងក៏សម្លឹងឃើញណាមយូសុករួចវាក៏ញញឹមដាក់ណាមយូសុកនឹងបាននិយាយទៅកាន់គេថាណាមយូសុកតានេះបែកគ្នាអស់រយៈពេលជាយូរហើយតាយើងបើយើងមើលមកខាងម៉ារូឯនេះវិញគេពិតជាឈឺចាប់ជាខ្លាំងនៅពេលដែលឃើញឆាណាត្រូវបានគេវាយរហូតដល់សន្លប់បែបនេះសមត្ថភាពរបស់គេក៏បង្ហាញម្ដងទៀតនៅពេលដែលគេឃើញទឹកមុខរបស់ឆាណាកំពុងតែហូរឈាមនៅពេលនោះកំហឹងរបស់ម៉ារូកាន់តែខ្លាំងឡើងការកើនឡើងនៃកំហឹងមួយនេះវាមិនមែនជាហេតុផលដែលគេធ្វើឡើងដោយមិនដឹងខ្លួននោះទេសុនវូគេព្យាយាមគាត់ទៅកាន់ម៉ារូថាកុំឲ្យធ្វើបែបហ្នឹងប៉ុន្តែអ្វីផ្សេងដូចជាខ្លួនរបស់គេត្រូវគេធ្វើបាបគឺអាចខាត់បានបើសម្រាប់ឆាណាគឺមិនអាចនោះទេម៉ារូក៏រត់យ៉ាងលឿនសម្ដៅទៅរកមេក្រុមមួយនោះចំណែកឯមេក្រុមម្នាក់នឹងទឹកមុខរបស់គេពោពេញដោយទំនុកចិត្តថានឹងអាចទប់ទល់ម៉ារូបានហើយគេក៏មិនបានខ្លាចញញើតសូម្បីតែបន្តិចជាមួយនឹងការសម្រុកចូលមករបស់ម៉ារូផងដែរមានអីស្រាប់តែភ្លាមស៊ីមួយដៃចំកណ្ដាលមុខទៀតចង់200ម៉ែត្រនិយាយពីថាឈាមវិញបាយស្ទើរតែអស់ពីខ្លួនតែម្ដងមួយដៃនោះគឺថាធ្ងន់ខ្លាំងមែនទែនរហូតដល់មេក្រុមមិនអាចងើបមកវិញបានចំណែកឯកូនក្រុមវិញនៅពេលដែលឃើញបែបនេះសឹងតែមិនជឿនឹងភ្នែករបស់ពួកគេសុនវូគឺគេបានដឹងអំពីសមត្ថភាពរបស់ម៉ារូអញ្ចឹងហើយបានជាគេមិនចង់ឲ្យបញ្ចេញចំណែកឯណាមយូសុកគេមិនដឹងនោះទេថាកំពុងតែមានរឿងអ្វីកើតឡើងហើយហេតុអ្វីបានជាម៉ារូគេធ្វើបានម៉ារូនៅពេលនោះក៏គេមិនមែនថាគេមិនដឹងខ្លួននោះទេគឺគេបារម្ភអំពីឆាណាតែប៉ុណ្ណោះបន្ទាប់មកគេក៏ដើរមកសួរឆាណាថាមានកើតអីឬក៏អត់ឆាណានាងពិតជាខឹងជាមួយនឹងម៉ារូជាខ្លាំងដែលនាងធ្លាប់ប្រាប់គេហើយថាកុំឲ្យបញ្ចេញសាច់ពលលឿងប្រេះផ្ដាស់ម៉ារូក៏សុំទោសទៅឆាណាដោយសារតែគេទ្រាំមិនបានឃើញអាមួយនោះវាវាយនាងបន្ទាប់មកទៀតខ្សាច់ពលលឿងដែលបញ្ចេញដោយម៉ារូវាក៏ត្រូវបានសាយភីពេញទីនោះយើងទាំងអស់គ្នាគឺសុទ្ធតែដឹងថាពួកគេសុទ្ធតែជាមនុស្សដែលមានសមត្ថភាពពិសេសដែលវាកើតឡើងបានដោយសារខ្សាច់ពលលឿងអញ្ចឹងហើយនៅរាល់ពេលដែលខ្សាច់ពលលឿងបង្ហាញខ្លួនពួកគេទាំងអស់គ្នាក៏មានសមត្ថភាពដូចគ្នាអាមួយនោះវាស៊ីមួយដៃវាមានរបួសមែនប៉ុន្តែវាបានស្រូបយកថាមពលខ្សាច់ពលលឿងនិងធ្វើការព្យាបាលរបួសវាវិញភ្លាមហើយវាសើចសប្បាយជាខ្លាំងវាសរសើរម៉ារូអស្ចារ្យខ្លាំងណាស់ដែលមានមនុស្សអាចបង្កើតខ្សាច់ពលលឿងបានទាំងគេមិនមែនជាបិសាចខ្សាច់ពលលឿងផងនោះបន្ទាប់មកគេក៏បានសួរទៅកាន់ម៉ារូថាតើឯងគឺជាស្អីហើយអ្វីបានជាឯងបង្កើតខ្សាច់ពលលឿងបានដូចជាបិសាចខ្សាច់ពលលឿងអញ្
អញ្ចឹងហើយតើឯងចាប់អារម្មណ៍ចូលទៅក្នុងធីមរបស់យើងទេទីស្នាក់ការកណ្ដាលនៅទីក្រុងសេអ៊ូហើយគេទៅគេមិនទៅផងចុះទម្រាំតែធីមដល់អាក្រក់ដូចជាធីមរបស់ឯងនេះតើម៉ារូនឹងគិតថាទៅយ៉ាងម៉េចម៉ារូគេបានគិតទៅដល់ពាក្យដែលណាមយូសុកបានប្រាប់គេនៅការដែលណាមយូសុកបានចូលទៅក្នុងធីមនោះគឺពួកគេតែងតែធ្វើបាបនិងបូលីអ្នកដែលមានសមត្ថភាពខ្សោយរួចម៉ារូក៏និយាយតទៅកាន់វាវិញថាតើឯងកំពុងតែលេងកំប្លែងជាមួយនឹងយើងមែនយើងមិនដែលគិតបន្តិចថាចង់ទៅជាមួយនឹងធីមសម្រាមដូចជាពួកឯងនឹងទេហើយអាមួយមេក្រុមនឹងវាក៏និយាយវិញថាពិតមែនកំប្លែងបែបនេះវាពិតជាខ្មាស់គេខ្លាំងមែនទែនដែលយើងមិនអាចឲ្យឯងចាក់ចេញបានយ៉ាងងាយស្រួលប៉ុន្តែវាមិនអីទេខ្សាច់ពណ៌លឿងប៉ុណ្ណេះយើងគិតថាវាគ្រប់គ្រាន់ហើយតែយើងនឹងធ្វើការប្រយុទ្ធគ្នាទេរវាងក្រុមភ្នំគីយ៉ាងជាមួយនឹងក្រុមកោះកែងវ៉ាវាគឺពិតជាគួរឲ្យធុញណាស់នៅពេលដែលយើងប្រយុទ្ធជាមួយនឹងបិសាចខ្សាច់ពណ៌លឿងរាល់ថ្ងៃអញ្ចឹងចំណែកឯនៅខាងក្រុមរបស់ម៉ារូវិញគិតទៅកាន់ពួកគេថាពួកក្រុមនៅភ្នំគីយ៉ាងនេះជាស្អីពួកគេសុទ្ធតែជាមនុស្សវិកលចរិតជាការពិតណាស់បិសាចចេញទូទាំងប្រទេសមិននាំគ្នាប្រយុទ្ធនោះទេបែរជានាំគ្នាវាយគ្នាឯងទៅវិញហើយប្រសិនបើវាយគ្នាក៏មិនប្រកាសថាឈ្នះម៉ារូដែរហើយយើងនឹងទៅមើលពួកគេប្រយុទ្ធគ្នានៅភាគបន្ទាប់ទៀតពីព្រោះតែភាគរបស់យើងនៅពេលនេះក៏ត្រូវបានបញ្ចប់បាត់ទៅហើយតើយើងតមកភាគបន្ទាប់នៅក្នុងហាងរបស់ឪពុកម្ដាយវូជូដដែលឃើញពួកគេកំពុងតែត្រៀមនឹងប្រយុទ្ធគ្នាហើយមេក្រុមរបស់គេស៊ីសារាយសមុទ្រយ៉ាងឆ្ងាញ់ពិសារួចក៏ប្រាប់ឲ្យពួកគេតម្រង់ជួរប៉ុន្តែឆាណាក៏ប្រាប់ឲ្យពួកគេចាំបន្តិចដូចជាមិនត្រូវនោះទេប៉ុន្តែមេក្រុមរបស់វាក៏លើកដៃមកនិយាយអំពីច្បាប់ប្រសិនបើនរណាគេឈ្នះ3ដងនៅក្នុងការប្រកួតនេះនឹងអាចយកណាំយូសុកទៅបានប្រសិនបើអ្នកទាំងអស់គ្នាឈ្នះយើងនឹងភ្លេចអ្វីទាំងអស់ចំពោះបញ្ហាណាំយូសុកជាមួយនឹងយើងហើយឯងអាបិសាចខ្សាច់ពណ៌លឿងមនុស្សម៉ារូមិនតបពីលើគេហើយខ្លួនបែបនេះពិតជាមានការខឹងសម្បាជាខ្លាំងឯងមនុស្សសោះនឹងហៅឯងបិសាចវាក៏បន្តនិយាយទៅកាន់ម៉ារូទៀតថាទីស្នាក់ការកណ្ដាលនៅទីក្រុងសេអ៊ូគេមិនប្រឡែងឯងនោះទេប្រសិនបើគេដឹងថាឯងអាចមានធម៌ពលបង្កើតខ្សាច់ពណ៌លឿងដល់ខ្លួនឯងបានដូច្នេះប្រសិនបើឯងព្រមប្រយុទ្ធនៅទីនេះយើងនឹងបិទមាត់របស់យើងឆាណាមើលមកទៅកាន់អពេនឹងហើយគិតថាចង្រៃយោគេមិនស្ដាប់យើងទោះតែសោះតើមេក្រុមគេចូលចិត្តធ្វើចរិតបែបហ្នឹងមែនភ្លាមនោះស៊ុនវូគេក៏និយាយថាអញ្ចឹងយើងគួរតែបំបិទមាត់មេក្រុមរបស់គេចេញទេឆាណាក៏និយាយវិញអត់ទេក្រុមផ្សេងគេមិនព្រមលើកលែងយើងឡើយនៅទីបញ្ចប់នឹងមានការប្រយុទ្ធគ្នាដូចជាឆ្កែអញ្ចឹងគឺមានន័យថាខំគ្នាឯងទៅមករួចមេក្រុមមួយនោះក៏ចាប់ផ្ដើមនិយាយបន្តទៀតថានេះវាគ្រាន់តែជាការផ្លាស់ប្ដូររវាងក្រុមនិងក្រុមតែប៉ុណ្ណោះបើនរណាគេសុំចុះចាញ់នោះនឹងចាញ់មុនភ្លាមមិនមានការសម្លាប់គ្នានោះទេពីព្រោះនេះគឺជាមនុស្សបន្ទាប់ពីបានលើច្បាប់នេះហើយពិតជារញ៉េរញ៉ៃខ្លាំងមែនទែនសម្រាប់ពួកគេទាំង3នាក់ភ្លាមនោះស៊ុនវូក៏ចាប់ផ្ដើមដោះមុខរបស់គេចេញបន្ទាប់មកគេក៏បាននិយាយថាឥឡូវនេះវាដល់ពេលហើយតោះចូលប្រយុទ្ធមកខ្ញុំក៏ចង់សាកល្បងវាយជាមួយនឹងមនុស្សដោយប្រើសមត្ថភាពផងដែរភ្លាមនោះម៉ារូក៏មកខត់គេហើយនិយាយថាតើឯងឈួតមែនឯងដូចជាពួកហ្នឹងដែរបន្ទាប់មកឆាណាគេក៏និយាយដែរថាអត់ទេយើងនឹងប្រយុទ្ធដោយអ្វីដែលស៊ុនវូគេបាននិយាយនៅពេលនោះធ្វើឲ្យម៉ារូមានការភ្ញាក់ផ្អើលជាខ្លាំងហើយនាងក៏បន្តនិយាយប្រាប់ទៅពួកគេទាំងពីរនាក់ទៀតថាប៉ុន្តែជំនួសមកវិញគឺព្យាយាមអស់ម្លាយពេលវេលានៅពេលដែលប្រយុទ្ធភ្លាមនោះអ្នកទាំងពីរក៏សួរវិញតើហេតុអ្វីឆាណានាងក៏មិនបានប្រាប់ដែរនាងក៏បាននិយាយទៅវិញថាចាំមើលពេលក្រោយទៅដឹងហើយនរណាគេគឺជាអ្នកចូលប្រយុទ្ធមុនស៊ុនវូគេសុំខ្លួនចូលទៅប្រយុទ្ធមុនពីព្រោះតែគេចាំឡើងធុញទៅហើយបន្ទាប់មកមេក្រុមក៏សួរទៅគ្នារបស់គេវិញតើនរណាគេគឺជាអ្នកចូលទៅប្រយុទ្ធមុនបន្ទាប់មកអវន្តាក៏បានដោះបន្តារបស់គេចេញនិងគេមានភ្នែកតែម្ខាងប៉ុណ្ណោះដោយប្រើភ្នែកខ្វាក់ម្ខាងរបស់គេនោះសម្លឹងមើលទៅកាន់ស៊ុនវូដែលគេដឹងថាស៊ុនវូមានសមត្ថភាពអ្វីរួចគេក៏ប្រាប់ទៅគ្នារបស់គេថាស៊ុនវូគេមានសមត្ថភាពប្រសាទហើយនឹងកាច់បំបាក់ខ្លួនប្រាណរបស់គេដើម្បីធ្វើការប្រយុទ្ធលើបែបនេះប្រូម្នាក់ដែលមានដដើមឈើពេញខ្លួនគេប្រាប់ថាគេនឹងចូលទៅប្រយុទ្ធមុនគេរត់ទៅប្រើកណ្ដាប់ដៃរបស់គេមួយទំហឹងដោយសារតែគេមានកំហឹងជាមួយនឹងស៊ុនវូផងនោះខ្ញុំរងចាំពេលវេលាការវាយអាចង្រៃយោនេះឲ្យស្លាប់យូរណាស់មកហើយបន្ទាប់មកដៃជាច្រើនរបស់មួយនឹងវាក៏បញ្ចេញទៅដាក់ស៊ុនវូហើយស៊ុនវូក៏ចាប់ផ្ដើមប្រើនូវសមត្ថភាពដែលគេធ្លាប់បញ្ចេញរាល់ដងគឺជាសមត្ថភាពកាច់ដៃកាច់ជើងរបស់ខ្លួនឯងនឹងឯងប៉ុន្តែដោយសារតែមួយនឹងវាមានដៃច្រើនអញ្ចឹងហើយស៊ុនវូមិនអាចកាច់បានទាំងអស់នោះទេនិយាយទៅគេអាចគ្រប់គ្រងនៅសមត្ថភាពរបស់ស៊ុនវូបានភ្លាមនោះដៃជាច្រើនរបស់វាក៏រុំខ្លួនរបស់ស៊ុនវូតែម្ដងបន្ទាប់មកស៊ុនវូក៏ត្រូវបានរុំខ្លួនដូចជាម៉ាមីអញ្ចឹងបន្ទាប់មកវាក៏និយាយទៅកាន់ស៊ុនវូថាអូនៅពេលនេះគឺឯងមិនអាចទៅណារួចទេហើយក៏មិនអាចកាច់ដៃរបស់ឯងបានទៀតដែរនៅពេលនេះមែនអត់តែឯងនឹងចាប់ផ្ដើមធ្វើអីទៀតឥឡូវនេះក៏ព្រោះតែឯងមិនអាចប្រើសមត្ថភាពរបស់ឯងបានទៀតទេតែឯងមិនព្រមសុំការចោះចាញ់ទៀតឥឡូវនេះមែនអត់ហើយវាក៏ចាប់ផ្ដើមយកដៃដ៏មុតស្រួយរបស់វាបំរុងនឹងចាប់ភ្នែកស៊ុនវូរួចស៊ុនវូគេក៏និយាយតទៅវិញថាល្អខ្លាំងណាស់ខ្ញុំនៅមានអ្វីមួយដែលអាចបំបែកបានទៀតនោះគឺជាធ្មេញរបស់គេស៊ុនវូគឺបានបំបែកធ្មេញរបស់គេមួយបន្ទាប់មកការរុំរបស់មួយនឹងក៏ត្រូវបានបំផ្លាញភ្លាមហើយវាក៏ត្រូវបានស៊ុនវូច្របាច់កនិងនិយាយទៅកាន់វាថាយើងនឹងឲ្យឯងភ្លក់រសជាតិបន្តិចយើងនឹងបំបែកឆ្អឹងកងទី5របស់ឯងបន្ទាប់មកស៊ុនវូក៏ចាប់ផ្ដើមកាច់ដៃកាច់ជើងឲ្យមួយនឹងតែម្ដងហើយគេនិយាយទៅកាន់វាទៀតថាមិនហើយមិនតន់ស្លាប់ទេមើលធ្វើឈរឲ្យត្រឹមត្រូវមើលបន្តមកទៀតយើងនឹងកាច់បំបាក់ករបស់ឯងចោលតែម្ដងស៊ុនវូធ្វើដៃរបស់គេបំរុងនឹងកាច់បំបាក់ករបស់មួយនឹងធ្វើឲ្យវាអភ័យខ្លាំងមែនតើហើយធ្វើឯងខ្លាំងអីណាមើលទឹកមុខឡើងចង់យំឯនោះ
ប៉ុន្តែភ្លាមឆាណាក៏មកខត់សុនវូបើខត់នឹងសួរសុនវូកាញ់បាក់កមែនហ្នឹងហើយនាងក៏ប្រាប់ទៅកាន់សុនវូថាចង់ធ្វើស្អីចង់សម្លាប់មនុស្សនៅនឹងមែនហើយនាងក៏ប្រាប់ទៅកាន់មេក្រុមរ៉ាល់មួយនេះគឺចប់ហើយយើងគឺឈ្នះឬមួយនេះផងដែរគឺធ្វើឲ្យមួយនឹងឈឺចាប់ជាខ្លាំងឈឺកាយមិនប៉ុន្មាននោះទេគឺឈឺចិត្តនៅពេលដែលអ៊ូតខ្ទីខ្ទើអំបញ្ញមិញនេះមេក្រុមបានមើលទៅកាន់គេដោយអស់សង្ឃឹមនឹងការខកចិត្តបន្ទាប់មកមេក្រុមក៏ប្រកាសទៅជុំទី2បន្ទាប់មកឆាណាក៏ដើរកាត់សុនវូហើយនាងនិយាយទៅកាន់សុនវូថាសុនវូការវាយប្រហាររបស់សុនវូឯងគឺខ្លាំងពេកហើយអ្នកគឺបរាជ័យនៅក្នុងការទិញពេលវេលាសុនវូគឺពិតជាឆ្ងល់ជាខ្លាំងតើឆាណាមានន័យថាម៉េចចំពោះការទិញពេលវេលាហើយឆាណានាងក៏ដើរចូលកន្លែងប្រកួតនិងសួរថាណាគឺជាអ្នកបន្ទាប់មកមួយភ្នែកម្ខាងវាក៏មើលទៀតហើយវាប្រាប់ថាឆាណាបានប្រើប្រាស់សមត្ថភាព Iron គឺនាងបានប្រើប្រាស់ឈាមរបស់ខ្លួនឯងដើម្បីបង្កើតដាវបន្ទាប់មកគេក៏ឲ្យអាសង្គមម្នាក់ទៅដោយគេថានឹងគឺជាការប្រកួតដ៏ល្អបំផុតសម្រាប់វាហើយអាសង្គមមួយនោះគឺជាមនុស្សស្រីនោះទេបើសិនបើយើងមើលតាមសាច់ដុំរបស់នាងបន្ទាប់មកគេក៏ដកអ្វីមួយចេញពីពោះរបស់គេមកដែលនោះវាហាក់បីដូចជាភ្លុកដំរីអញ្ចឹងវែងយ៉ាងស្ដួកតែម្ដងហើយមុតស្រួយទៀតផងឆាណាក៏បានប្រាប់ទៅពួកគេថាយើងទាំងពីរមិនគួរប្រើអាវុធបែបនឹងទេវាគ្រោះថ្នាក់បន្ទាប់មកមីអូមួយនឹងក៏បញ្ចេញឆ្អឹងជាច្រើនពីខ្នងរបស់គេថែមទៀតវាហាក់បីដូចជាឆ្អឹងពេញពីងដ៏ធំមួយអញ្ចឹងហើយគេថែមទាំងនិយាយទៅកាន់ឆាណាទៀតថាខ្ញុំមិនប្រកាន់នោះទេគឺមានន័យថាទោះបីជាប្រយុទ្ធគ្នាមានរបួសខ្លាំងប៉ុណ្ណាក៏គេមិនប្រកាន់ជាមួយនឹងឆាណាផងដែររំពេចនោះគេក៏ហក់ចូលទៅរកឆាណាភ្លាមឆាណាវះដៃរបស់ខ្លួនឯងបញ្ចេញដាវសឹងតែមិនទាន់បន្ទាប់ពីឆាណាបានរងនៃការចាក់របស់មីអូម្នាក់នឹងជាប់ភ្លាមនាងក៏បញ្ចេញឆ្អឹងមួយទៀតដែលឆាណាមិនអាចរងបានចាក់ចំពោះរបស់ឆាណាតែម្ដងឆាណាក៏ទ្រាំមិនបាននៅទង្វើនេះដែរនាងក៏ធ្វើការរើបំរាស់ភ្លាមរួចក៏ធ្វើការវិបកទៅវិញបន្ទាប់មកក៏ប្រើល្បឿនយ៉ាងលឿនរបស់នាងឆ្ពោះទៅជំហៀងមីអូននឹងរួចក៏ធ្វើការកាប់មួយទំហឹងទៅលើនាងមិនដល់ឲ្យនាងបែកឈាមខ្ចាយនៅទីនោះបាត់ទៅធ្វើឲ្យគ្នារបស់នាងពិតជាភ័យខ្លាំងមែនទែននៅពេលដែលនាងត្រូវរបួសធ្ងន់បែបនេះឆាណាគេក៏បានប្រាប់ថាតើអ្នកមិនអីទេដោយសារតែខ្ញុំមិនអាចគ្រប់គ្រងធម៌ពលរបស់ខ្ញុំបានបន្ទាប់មកអ្នកទាំងពីរនេះវិញគេពិតជាអសប្បាយជាខ្លាំងហើយសុនវូក៏និយាយដូចទៅកាន់ឆាណាវិញភ្លាមវ៉ាវអ្នកពិតជាល្អខ្លាំងមែនទែននៅក្នុងការបញ្ជាពេលវេលារបស់យើងចំណែកឯម៉ារូលើកដៃពីរឡើងហើយគេនិយាយថា10 second គត់ឆាណានាងក៏បានតទៅវិញថាដោយសារតែខ្ញុំមិនដែលធ្លាប់ប្រយុទ្ធជាមួយនឹងមនុស្សខ្ញុំធ្លាប់តែសម្លាប់បិសាចខ្សាច់ពលលឿងតែប៉ុណ្ណោះហើយយើងមើលទៅកាន់ឆាណាវាយគេឡើងទូសាច់បែបហ្នឹងហើយធ្វើមុខខ្ជូតទៀតហើយចំណែកឯខាងសត្រូវវិញទៅរបួសជាទម្ងន់ត្រូវរបួសទាំងពីរនាក់តែម្ដងចំណែកឯនៅធីមខាងនេះវិញចាប់ផ្ដើមភ័យបន្តិចហើយដោយសារតែគេធ្លាប់បានឮថាធីមណែក៏ហ្គេងវ៉ាសុទ្ធតែជាមនុស្សដែលមានសមត្ថភាពខ្សោយបន្ទាប់មកមេក្រុមក៏ងើបឡើងហើយបោះដៃរបស់គេចេញនិងនិយាយថាឥឡូវនេះគឺនៅសល់តែហានម៉ារូម្នាក់ទៀតតែប៉ុណ្ណោះឆាណាក៏ប្រាប់ទៅវិញថាប៉ុន្តែយើងឈ្នះពីរឯតាវាគួរតែមិនមានជុំផ្សេងទៀតទេហើយមេក្រុមគេក៏បន្តទៀតថាអត់ទេខ្ញុំចាប់ផ្ដើមមើលការប្រកួតដ៏ធុញទ្រាន់នេះដើម្បីមើលពីសមត្ថភាពរបស់ហានម៉ារូហើយការប្រកួតមួយនេះគឺជាការប្រកួតដ៏ធំមួយដូច្នេះយើងនឹងដាក់បន្ទុក3បន្ទុកនៅជុំមួយនេះប៉ុន្តែឆាណាបែរជាប្រកែកថាវាដូចជាមិនសមហេតុផលតែសោះចំណែកឯម៉ារូគឺដូចជាមានកំហឹងដែរហើយនិយាយថាអត់ទេវាមិនអីនោះទេអញ្ចឹងជុំនេះយើងនឹងធ្វើការដាក់3បន្ទុកតែម្ដងប៉ុន្តែខ្ញុំនឹងប្រយុទ្ធជាមួយនឹងឯងគឺជាមេក្រុមម៉ារូគឺថាឆ្លើយខ្លាំងមែនទែនចងល់មកគេហើយគេមកប្រកួតទៀតមិនដឹងថាគេមានល្បែប៉ុន្មាននោះទេចេះតែឲ្យគេផ្ដេសផ្ដាសវាបាក់កប្រូសម្រាប់ឯគ្នារបស់គេទាំង3នាក់ពិតជាមានការហួសចិត្តជាមួយនឹងហានម៉ារូខ្លាំងមែនទែនដែលមកសុំ leader គេប្រកួតបែបហ្នឹងបន្ទាប់ពីមេក្រុមលើបែបនេះគេហាក់បីដូចជាសប្បាយចិត្តក៏កោតសរសើរនៅភាពហានខ្លារបស់ហានម៉ារូផងដែរហើយភ្លាមនោះអាមួយដែលមើលសមត្ថភាពរបស់គេដឹងនឹងវាក៏ចាប់ផ្ដើមបើកមើលសមត្ថភាពរបស់គេបន្តទៀតនៅពេលនោះសមត្ថភាពដែលគេត្រូវមើលគឺជាសមត្ថភាពរបស់ហានម៉ារូកំពុងតែមើលសុកមិនទាន់ដឹងថាជាអ្វីផងស្រាប់តែមានក្រញាំមួយមកខ្វាចកែវភ្នែករបស់គេតែម្ដងមិនមែនខ្វាចពីក្រៅនោះទេគឺខ្វាចពីក្នុងកែវភ្នែកពិតជាសាហាវខ្លាំងមែនទែនធ្វើឲ្យព្រមអ្នកនោះមានការឈឺចុកចាប់ជាខ្លាំងផ្ទុះឈាមចេញមកខាងក្រៅតែម្ដងគ្នារបស់គេក៏សួរថាតើមានរឿងអ្វីហើយមានរឿងអ្វីកើតឡើងចំណែកឯមួយនឹងវិញភ្នែករបស់វាឥឡូវនេះគឺមិនអាចមើលបានទៀតទេត្រូវបានខ្វាចឡើងរយៈបាត់ទៅហើយគេក៏គិតថាតើអាចង្រៃមួយនឹងវាគឺជាមនុស្សមែនអត់ហើយតើគេជានរណាឲ្យប្រកាសម៉ារូគេមិនទាន់ទាំងបានធ្វើស្អីផងខ្វាក់ភ្នែកមួយបាត់ទៅហើយហ្នឹងហើយបើយើងមើលទៅកាន់មុខរបស់ម៉ារូពិតជាមានអំណាចខ្លាំងមែនទែនក៏ដូចជាមានភាពជឿជាក់យ៉ាងខ្លាំងថាវាឈ្នះមេក្រុមរបស់គេផងដែរសូមអធិស្ឋានដល់អ្នកទាំងអស់គ្នាផងសុនវូជាមួយនឹងម៉ារូរត់តែច្រឡំគ្នាទេអេដមីននេះហើយការប្រយុទ្ធគ្នាមួយនេះយើងនឹងបន្តទៅភាគបន្ទាប់ចូលមកដល់ភាគទី24នេះផងដែរចំណែកឯមេក្រុមបន្ទាប់ពីលឺម៉ារូចង់ប្រកួតជាមួយនឹងខ្លួនបែបនេះគេក៏ញញឹមរួចនិយាយទៅកាន់ម៉ារូវិញថាតែចង់ប្រកួតជាមួយនឹងខ្ញុំដែលជាអាញាកដាវានឹងមិនយុត្តិធម៌នោះទេជំនួសមកវិញខ្ញុំនឹងបញ្ជូនអ្នកដែលល្អជាងគេនៅក្នុងទីមរបស់ខ្ញុំម្នាក់ហើយម្នាក់នោះគឺជាប្រូម៉ាប់នេះឯងវូជូគាត់ទើបតែភ្ញាក់អំពីការស្រវឹងដូច្នេះគាត់ក៏ឆ្ងល់ថាមានរឿងអ្វីកើតឡើងនៅទីនេះហើយគាត់ក៏សួរទៅកាន់មេក្រុមរបស់គាត់ផងដែរហើយណាមួយគេក៏បារម្ភបំ
ពីឪពុកម្ដាយរបស់គេដែលមិនឃើញគាត់នៅទីនោះប៉ុន្តែមេក្រុមក៏បានប្រាប់ទៅវិញថាពួកគេមានសុវត្ថិភាពទេកុំបារម្ភបន្ទាប់មកគេក៏បោះគីមវូជូទៅកន្លែងប្រកួតដោយប្រាប់ទៅកាន់ម៉ារូថាគេត្រូវតែប្រកួតជាមួយនឹងគីមវូជូដែលជាធីមរបស់ខ្លួនសូម្បីតែណាមយូសុកក៏សូមឲ្យ Edit Leader របស់គាត់ឈប់ផងដែរប៉ុន្តែគាត់បានជាប្រាប់ឲ្យគេស្ងាត់មាត់ទៅវិញហើយថែមទាំងគំរាមសម្រាប់គេទៀតផងបន្ទាប់មកគាត់ក៏ប្រាប់ទៅកាន់វូជូថាសំណាងល្អប្រសិនបើលើកនឹងឯងប្រកួតបានល្អយើងនឹងយល់ព្រមបដូរឲ្យឯងទៅកន្លែងផ្សេងបន្ទាប់មកគូប្រកួតទាំងពីរក៏ប្រឈមមកគ្នាយើងមើលទៅកាន់ម៉ារូហាក់បីដូចជាមានអារម្មណ៍មិនស្រួលពីព្រោះតែគេទទួលបានសមត្ថភាពពីអបិសាយដែលនិយាយច្រើននោះពីព្រោះតែការពីមុននឹងគឺគាត់បានហូបសាច់របស់វានឹងឯងហើយគាត់ក៏បាននិយាយទៅកាន់គូប្រកួតរបស់គាត់ទាំងមិនដឹងខ្លួនបន្ទាប់មកម៉ារូក៏ធ្វើការវាយប្រហារផ្លូវចិត្តទៅកាន់វូជូសមត្ថភាពមួយនោះគឺបានជេរវូជូថាល្ងងអាចជ្រូកឯងគ្មានបានការអ្វីនោះទេសូម្បីតែឪពុកម្ដាយរបស់ឯងក៏ជួយមិនបានដែរហើយឯងក៏ជាមនុស្សដែលអៀនខ្មាស់បំផុតតាំងពីរៀនបឋមមកឯងមិនអាចមើលភ្នែកមនុស្សស្រីចំដោយផ្ទាល់មុខបាននោះទេហើយរួយបានជាមនុស្សដេរិឆានដូចជាឯងចឹងទទួលបានធម៌ពលពីបិសាចសាច់ពណ៌លឿងមេមរីរបស់គីមវូជូត្រូវបានវាយប្រហារទៅកាន់ផ្លូវចិត្តរបស់គាត់ម៉ារូគេមិនចង់នោះទេប៉ុន្តែគេនិយាយចេញមកដោយមិនដឹងខ្លួនម៉ារូគេព្យាយាមហាមឃាត់ខ្លួនឯងកុំឲ្យនិយាយពីសម្ដីឆ្លើយៗទាំងអស់នេះដែរពីព្រោះតែពេលគេនិយាយទៅវាអាចនឹងមានកំបិតចេញពីក្នុងមាត់របស់គេពិតមែនហើយអណ្ដាតដែលដូចជាកំបិតរបស់បិសាចមួយនោះបានចេញពីមាត់របស់ម៉ារូហើយមាត់មួយនោះវាក៏ចាប់ផ្ដើមនិយាយទៀតថាតើឯងចូលចិត្តឲ្យណាមយូសុកត្រូវបានគេប៊ូលីជំនួសឯងមែនអត់ឯងគិតថាឯងគឺជាមនុស្សដែលសំណាងទាំងមិនមែនជាឯងនោះទេមែនអត់បន្ទាប់ពីនិយាយត្រូវចំកណ្ដាលមុខរបស់វូជូបែបនេះធ្វើឲ្យគេគាំងមិនអាចកម្រើកបានទៅណាបន្ទាប់មកកណ្ដាលដែលជាកំបិតរបស់ម៉ារូក៏ចេញពីក្នុងមាត់របស់គេទៅចាក់ចំដើមទ្រូងរបស់វូជូតែម្ដងម៉ារូដែលវាប្រហារទាំងខ្លួនឯងមិនចង់បែបនេះគេពិតជាមានការបារម្ភអំពីវូជូខ្លាំងមែនទែនគេក៏បានទៅសួរអំពីវូជូផងដែរថាមានការអ្វីខ្លាំងឬក៏អត់ភ្លាមនោះវូជូគេក៏និយាយវិញថាសុំទោសបន្ទាប់មកធម្មពលរបស់វូជូដែលមើលទៅដូចជាស្លែមក៏បានចេញពីក្នុងខ្លួនរបស់គេតែម្ដងហើយទៀតត្រូវជាមួយនឹងម៉ារូប៉ុន្តែវាមិនមែនជាស្លែមឡើយវាគឺជាធម្មពលវណ្ណុំនៃភាពស្លាប់សមត្ថភាពមួយនោះនៅពេលដែលបានប៉ះខ្លួនរបស់ម៉ារូហើយធ្វើឲ្យរាងកាយរបស់ម៉ារូនឹងត្រូវរលួយភ្លាមដូចជាទឹកអាស៊ីតអញ្ចឹងសុនវូជាមួយនឹងឆាណាពិតជាបារម្ភជាមួយនឹងម៉ារូជាខ្លាំងពួកគេបំរុងនឹងចូលទៅមើលប៉ុន្តែមេក្រុមមិនឲ្យគេទៅឡើយដោយគាត់និយាយទៅកាន់ពួកគេទាំងពីរនាក់ថានៅនឹងហើយកុំចូលមកការប្រកួតមិនទាន់បញ្ចប់ទេបន្ទាប់មកគាត់ក៏និយាយទៅកាន់ម៉ារូវាពិតជាឈឺចាំណាស់មែនទេតើឯងទ្រាំបានរយៈពេលប៉ុណ្ណាទៀតពឹសរបស់វានោមនេះវានឹងរំលាយខ្លួនប្រាណរបស់ឯងរហូតដល់ឯងសុំចោះចាញ់ម៉ារូក៏ងើបឡើងដោយភាពឈឺចាប់ហើយនិយាយទៅវិញថាមិនទាន់ទេខ្ញុំមិនទាន់បោះបង់ចោលនៅឡើយទេបន្ទាប់មកមេក្រុមនោះក៏មិនទាន់និយាយទៀតអញ្ចឹងឈប់ចំណាយពេលវេលាអត់ប្រយោជន៍ទៀតទៅឯងក៏ឆាប់បង្ហាញធម៌ពលរបស់ឯងបន្ថែមទៀតមកប៉ុន្តែប្រសិនបើឯងចង់ឈ្នះឯងវាយគេទៅនេះជារបៀបដែលហ្គេមត្រូវបញ្ចប់វាជាច្បាប់ម៉ារូគេប្រកែកវិញពីព្រោះតែគេមិនខ្វល់អំពីច្បាប់នោះទេរួចម៉ារូក៏និយាយទៅកាន់មេក្រុមនោះប៉ុន្តែយើងគ្រាន់តែចង់ឈ្នះឯងហើយបញ្ចប់ហ្គេមនេះតែប៉ុណ្ណោះរួចម៉ារូក៏បានយាកណ្ដាប់ដៃរបស់គេឡើងនិងធ្វើការវាយទៅលើមេក្រុមនោះប៉ុន្តែយើងមើលទៅកាន់មេក្រុមហាក់បីដូចជាមិនមានប្រតិកម្មអ្វីឡើយគេក៏និយាយទៅកាន់ម៉ារូបន្តទៀតថាវានឹងមិនអាចកើតឡើងបានទេអំឡុងពេលហ្គេមដែលកំពុងតែលេងធ្វើតាមច្បាប់របស់ខ្ញុំបន្ទាប់មកមេក្រុមម្នាក់នោះគ្រាន់តែធ្វើការរឹតក្រវ៉ាត់ករបស់គាត់ក៏ធ្វើឲ្យម៉ារូដួលខ្ពកទៅនឹងដីដែរមិនត្រឹមតែប៉ុណ្ណោះអ្នកទាំងអស់ដែលនៅទីនោះក៏ត្រូវបានដួលដូចគ្នាសូម្បីតែអ្នកខ្លាំងដូចជាសុនវូក៏មិនអាចទប់ជាប់ឡើយពីព្រោះតែនៅពេលដែលមេក្រុមម្នាក់នោះប្រើកម្លាំងវាធ្វើឲ្យមានសម្ពាធទៅដល់រាងកាយរបស់អ្នកទាំងអស់គ្នាសម្ពាធគឺមានន័យថានៅពេលដែលអ្នកទាំងអស់គ្នាចូលទៅក្នុងទឹកជ្រៅនោះវានឹងធ្វើឲ្យខ្លួនប្រាណរបស់អ្នកទាំងអស់គ្នាហាក់បីដូចជាចង់ច្របាច់ចូលគ្នាអញ្ចឹងវាក៏ដូចជាមានអ្វីមួយមកសង្កត់មួយទំហឹងហើយដល់កំណត់នៃសម្ពាធរាងកាយក៏ផ្ទុះភឹងរីឯចំណាយសមត្ថភាពរបស់មេក្រុមមួយនោះវិញគឺមាន level 9 ឯណោះមេក្រុមម្នាក់នោះមើលទៅការមនុស្សទាំងអស់ក៏ឃើញដូចដួលប្រងព្រាតរួចគេនិយាយថាទស្សនវិជ្ជាបែបនេះគឺពិតជាគួរឲ្យចង់មើលណាស់ខ្ញុំគឺចូលចិត្តវាមើលទៅពិតជាសប្បាយហ្មងចំណែកឯម៉ារូក៏សួរទៅកាន់មេក្រុមមួយនោះទាំងខ្លួនឯងកំពុងតែមានសម្ពាធយ៉ាងធ្ងន់ជំនាញនៃការជួសជុលវាពិតជាលឿនណាស់តើរាងកាយរបស់ឯងគឺជាស្អីមេក្រុមនោះក៏សើចហើយនិយាយទៅវិញតោះមើលប្រសិនបើយើងបង្កើនទំនិញសង្កត់ទៅលើឯងភ្លាមនោះមេក្រុមម្នាក់នឹងក៏ធ្វើការប្រើសម្ពាធសង្កត់ទៅលើម៉ារូយ៉ាងខ្លាំងបណ្ដាលគេបាក់ឆ្អឹងព្រក់ហ្មងរួចគេក៏និយាយទៀតថាប្រសិនបើមានដីខ្សាច់ច្រើនជាងនេះវានឹងធ្វើឲ្យឯងឈឺចាប់ខ្លាំងជាងនឹងទៀតហើយវាហាក់បីដូចជាបិសាចខ្សាច់ពណ៌លឿងកំពុងតែផ្ដល់ធម៌ពលនៅពេលនេះវាពិតជាអស្ចារ្យខ្លាំងមែនទែនបន្ទាប់មកម៉ារូក៏ចាប់ផ្ដើមស្រមើស្រមៃទៅកាន់បិសាចចចកខ្សាច់ពណ៌លឿងមួយនោះអ្វីដែលម៉ារូគេចាំគឺបិសាចចចកមួយនោះគឺវាមានភ្នែកដូចជាមនុស្សប៉ុន្តែវាគឺជាបិសាចខ្សាច់ពណ៌លឿងម៉ារូគេពិតជាឆ្ងល់ជាខ្លាំងតើពីព្រោះតែអ្វីប៉ុន្តែម៉ារូក៏គិតត្រឡប់មកវិញអត់នោះទេយើងគួរតែធ្វើអីមួយជំនួសឲ្យការគិតរឿងទាំងអស់នេះប្រសិនបើខ្ញុំចង់បញ្ឈប់អាចង្រៃយោនេះខ្ញុំគួរតែប្រើប្រាស់ភាសារបស់បិសាចខ្សាច់ពណ៌លឿងស្អីគេ
ចុះប៉ុន្តែហេតុអ្វីបានជាគេមិនព្រមនិយាយអីចឹងម៉ារូព្យាយាមប្រើសមត្ថភាពវាប្រហារផ្លូវចិត្តទៅកាន់មេក្រុមប៉ុន្តែមើលទៅហាក់បីដូចជាមិនបានការដោយសារតែមេក្រុមមួយនោះគាត់មិននិយាយអ្វីសោះគាត់ហាក់បីដូចជាដឹងនៃធម៌ពលរបស់ម៉ារូហើយណាមួយមើលទៅកាន់មេក្រុមមួយនោះហាក់បីដូចជាមិនអាចរករបួសផ្លូវចិត្តបាននោះទេម៉ារូគេគិតបន្តទៀតថាអាប៉ែមួយនឹងគឺជាមនុស្សវិកលចរិតហើយអ្វីបានជាមនុស្សវិកលចរិតអញ្ចឹងទទួលបានសមត្ថភាពអំពីបិសាចខ្សាច់ពណ៌លឿងភ្លាមនោះមេក្រុមក៏យកកំបិតមួយមកភ្ជង់ករបស់ម៉ារូហើយនិយាយទៅកាន់គេថាតើយើងគួរតែកាត់សួររបស់ឯងឬក៏កាត់បំពង់ករបស់ឯងវិញគេបំរុងនឹងចាក់ទៅលើបំពង់ករបស់ម៉ារូទៅហើយប៉ុន្តែកំបិតនោះស្រាប់តែបាក់ភ្លាមក៏ព្រោះតែស៊ុនវូបានប្រើសមត្ថភាពរបស់គេដើម្បីកាត់បំបាក់កំបិតមួយនោះចំណែកឯឆាណាក៏ប្រឹងងើបដូចគ្នានឹងបានវះដៃរបស់ខ្លួនដើម្បីបញ្ចេញដាវបន្ទាប់មកនាងក៏ធ្វើការហោះទៅរកមេក្រុមដែលនៅជិតម៉ារូនោះប៉ុន្តែស្រាប់តែភ្លាមមេក្រុមនោះក៏ក្រឡេកឃើញហើយធ្វើការរឹតករបស់ខ្លួនឯងកាន់តែខ្លាំងទៅធ្វើឲ្យឆាណាក៏ដូចជាអ្នកផ្សេងទៀតកាន់តែមានការជឿចាប់និងមិនអាចកម្រើកបានបន្ទាប់មកមេក្រុមក៏ដើរទៅជិតឆាណារួចក៏ធ្វើការដកកំបិតដែលនៅនឹងដៃរបស់នាងចេញរីឯកំបិតមួយនោះវាបានតបជាប់រវាងដៃឆាណាជាមួយនឹងវានៅពេលដែលមេក្រុមយកកំបិតនោះចេញពីដៃរបស់នាងហាក់បីដូចជាកាច់បំបាក់ដៃរបស់នាងអញ្ចឹងបន្ទាប់ពីដកកំបិតរួចហើយគាត់ក៏និយាយទៅកាន់ពួកគេទៀតថាឥឡូវនេះមិនមានការរំខានទៀតទេតែយើងគួរតែលេងបន្តទៀតឬយ៉ាងណាបន្ទាប់មកភាគទី24ក៏ត្រូវបញ្ចប់យើងនឹងបន្តទៅមុខទៀតនៅភាគទី25សមត្ថភាពដ៏ខ្លាំងរបស់មេក្រុមហ្គីយ៉ាងធ្វើឲ្យម៉ារូគេមិនអាចនឹងធ្វើអ្វីបានដូច្នេះហើយគ្មានអ្វីនឹងត្រូវតបតក៏ដូចជាគ្មានគីឡូជាមួយនឹងមេក្រុមនោះទេប៉ុន្តែមេក្រុមម្នាក់នោះស្រាប់តែក្រឡេកឃើញនរណាម្នាក់នៅខាងក្រៅហាងហើយគេក៏និយាយទៅស្រមោលមួយនោះថាអ្នកណាគេនៅមាត់ទ្វារនឹងហាងរបស់យើងនៅថ្ងៃនេះគឺបិទហើយប៉ុន្តែយើងស្រាប់តែឃើញស្រមោលមួយនោះបញ្ចេញនូវសមត្ថភាពរបស់គេដែលគាត់បានបញ្ចេញទឹកអ្វីមួយមានពណ៌ខៀវបន្តិចក្រោយមកវាក៏ជ្រាបទៅដល់អ្នកដែលកំពុងត្រូវសម្ពាធមិនយូរប៉ុន្មានវាក៏សាយភាមកដល់ម៉ារូចំណែកឯម៉ារូមិនដែលឃើញនោះទេគេពិតជាមានការឆ្ងល់សម្រាប់ឆាណាគេសប្បាយចិត្តជាខ្លាំងនៅពេលដែលឃើញធម្មពលមួយនោះគេនិយាយថាទីបំផុតនឹងមកដល់ហើយអ្នកគឺពិតជាយឺតខ្លាំងមែនទែនបន្ទាប់មកឆាណានាងក៏ស្រមៃនៅពេលដែលស៊ុនវូកំពុងតែវាយគ្នាជាមួយនឹងពួកនោះឆ្លៀតឱកាសពេលនោះឆាណាក៏បានមីសេកហៅទៅកាន់នរណាម្នាក់ដែលម្នាក់នោះគេបានមកដល់ហើយនៅពេលនេះដែលមើលពីក្រោយនឹងសម្លៀកបំពាក់របស់គេច្បាស់ណាស់ថាជាមេក្រុមហ្គេងវ៉ាដែលជាមេក្រុមរបស់ឆាណាម៉ារូស៊ុនវូនឹងឯងនៅពេលដែលមើលមកចំនោះហើយគឺជាមេក្រុមខេមែនដែលមកពីកោះហ្គេងវ៉ាភ្នែករបស់គាត់គឺមិនមានឡើយគាត់បានបញ្ចេញសារធាតុអ្វីមួយយ៉ាងចេញពីកែវភ្នែករបស់គាត់នោះគេហៅថាសមត្ថភាពរបស់បិសាចខ្សាច់ពណ៌លឿងភាពងងឹតនៅពេលនេះភាពងងឹតមួយនោះវាក៏ចាប់ផ្ដើមធ្វើឲ្យអ្នកគ្រប់គ្នាលិចលង់ហាក់បីដូចជានៅជាប់មួយកន្លែងដែលមិនអាចកម្រើកទៅណាបានគ្មាននរណាម្នាក់នឹងអាចគេចចេញពីទីនេះឡើយសូម្បីតែមេក្រុមគីយ៉ាងនេះក៏ដោយនៅពេលនេះផងដែរភាពងងឹតក៏ត្រូវបានស្រូបពួកគេចូលទាំងស្រុងគ្រប់យ៉ាងនៅពេលនេះដែលពួកគេឃើញគឺប្លែកជាពិសេសពួកគេមិនអាចស្ដាប់ឮក៏ដូចជាហិតក្លិនដឹងឡើយម៉ារូជាមួយនឹងមេក្រុមម្នាក់នេះហាក់បីដូចជាកំពុងច្របូកច្របល់ជាខ្លាំងបន្ទាប់មកក៏មានស្រមោលដៃមួយមកពីក្រោយមេក្រុមគីយ៉ាងចាប់កំបិតជាមួយនឹងចាប់បំពង់ករបស់គាត់ហើយច្របាច់កមួយសន្ទុះរហូតគេបាត់បង់ស្មារតីបាត់ទៅដោយមេក្រុមគីយ៉ាងនោះមិនអាចតដៃបានសូម្បីតែបន្តិចបើយើងងាកមកខាងម៉ារូឯនេះវិញនៅពេលនេះគេមិនអាចមានអារម្មណ៍ទាំងអ្វីទាំងអស់គេក៏សាកខាំដៃរបស់គេមើលប៉ុន្តែវាក៏ចេញឈាមមេក្រុមក៏មកដល់នឹងបញ្ឈប់គេដោយធ្វើការច្របាច់កដើម្បីគេសន្លប់ផងដែរបន្ទាប់ពីមេក្រុមខេមែនគាត់សម្រួលស្ថានភាពមកវិញបាន 100% អស់ហើយគាត់ក៏លូកយកកែវភ្នែករបស់គាត់ចេញពីហោប៉ៅអាវហើយយកទៅដាក់ក្នុងភ្នែករបស់គាត់វិញបន្ទាប់ពីក្របភ្នែកត្រូវបានចូលទៅក្នុងភ្នែករបស់លោកមេក្រុមខេមែនរួចរាល់ហើយភាពងងឹតគ្រប់យ៉ាងក៏ស្រូបចូលទៅក្នុងភ្នែករបស់គាត់ទាំងអស់វិញដូចគ្នាហើយអ្វីៗវាក៏ប្រែមកជាធម្មតាវិញយើងធ្លាប់តែឃើញគាត់លេងសើចប៉ុន្តែនៅពេលដែលគាត់បញ្ចេញសមត្ថភាពនោះដែលធ្វើឲ្យគ្រប់គ្នាស្មានមិនដល់ចំណែកឯខាងក្រុមគីយ៉ាងនៅពេលនេះគឺថាសន្លប់អស់រលីងមិនទាន់ដឹងខ្លួននៅឡើយទេព្រមទាំងម៉ារូផងដែរម្យ៉ាងវិញទៀតនៅពេលនេះខ្សាច់ពណ៌លឿងក៏រសាត់បាត់អស់ដូចគ្នាចំណែកឯនៅខាងក្រុមហ្គេងវ៉ានៅដឹងខ្លួននៅឡើយនោះទេប៉ុន្តែដើរមករកមេក្រុមខេមែនយ៉ាងទ្រាំខ្លួនហើយយើងមើលទៅកាន់លោកមេក្រុមខេមែនពិតជាខឹងខ្លាំងមែនទែនគាត់ក៏និយាយទៅកាន់ឆាណាជាមួយនឹងស៊ុនវូថាហើយអ្វីបានជាអ្នកទាំងពីរមិនព្រមប្រាប់ខ្ញុំអំពីរឿងរបស់ម៉ារូតើអ្នកកំពុងតែចង់ឈប់អំពីមន្ត្រីរាជការហើយមែនទឹកមុខរបស់លោកមេក្រុមខេមែននៅពេលនោះគឺថាខឹងខ្លាំងមែនទែនចំណែកឯឆាណានាងក៏សុំទោសទៅកាន់លោកមេក្រុមរួចនាងក៏ព្យាយាមនិយាយការពារទៅកាន់ម៉ារូប្រសិនបើលោកមេក្រុមហើយនិយាយជាមួយនឹងមេក្រុមហ្គីយ៉ាងនិយាយបានប៉ុណ្ណេះលោកមេក្រុមខេមែនក៏និយាយវិញថាអត់ទេរឿងវាមកដល់ពេលនេះទៅហើយខ្ញុំមិនអាចអនុញ្ញាតឲ្យរឿងមួយនេះវាទៅដោយស្រួលនោះទេបន្ទាប់មកប្លង់របស់យើងក៏កាត់មកទីស្នាក់ការកណ្ដាលនៃទីក្រុងសេអ៊ូលហើយយើងក៏បានឃើញម៉ារូដែលត្រូវបានគេចងភ្ជាប់នៅទីនោះផងដែរបន្ទាប់ពីគេភ្ញាក់ពីសន្លប់ទាំងមមីមកមើលហើយនៅពេលនេះក៏ឆ្ងល់ផងដែរថាកំពុងតែមានរឿងអ្វីកើតឡើងចំពោះខ្លួនឥឡូវនេះយើងកាត់មកតុប្រជុំវិញនៅក្នុងតុប្រជុំគឺមានតែ5នាក់ប៉ុណ្ណោះគឺខាងកោះហ្គេងវ៉ាជាមួយនឹងនាយកក្រុមហ៊ុនតែម្ដងបងស្រីយ៉ុងអ៊ុនក៏ចាប់ផ្ដើមនិយាយមុនគេថាល្អខ្លាំងណាស់
យើងនឹងគ្រប់គ្រងម៉ារូចាប់ពីពេលនេះតទៅប៉ុន្តែលោកមេក្រុមខេមែនគេក៏បដិសេធភ្លាមនោះបងស្រីយងអ៊ុនក៏និយាយបន្តទៀតគេគឺជាមនុស្សដែលអាចបង្កើតខ្សាច់ពណ៌លឿងបានដូចជាបិសាចខ្សាច់ពណ៌លឿងអញ្ចឹងតែអ្នកមិនដឹងទេថាគេគឺជាមនុស្សដែលមានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាមើលការប៉ះទង្គិចគ្នារវាងក្រុមគេយ៉ាងនៅពេលនេះទៅចុះបើគេប្រើសមត្ថភាពមួយនោះចំពោះមនុស្សធម្មតាឬបែបនេះលោកមេក្រុមខេមែនក៏និយាយកាត់ភ្លាមវានឹងមិនអាចទៅរួចការប៉ះទង្គិចនោះគឺជាក្រុមគេយ៉ាងដែលជាអ្នកចាប់ផ្ដើមមុនខ្ញុំដឹងថាអ្នកដឹងច្បាស់រួចទៅហើយថាក្រុមនោះសុទ្ធតែជាមនុស្សអាក្រក់ប៉ុន្តែមិនអត់លោកនាយកអេលដុលតើវាមិនមែនជាការងារដែលលោកនាយកត្រូវទទួលខុសត្រូវចំពោះក្រុមមនុស្សវិកលចរិតនោះមែនទេហើយព្រាមនោះបងស្រីយងអ៊ុនក៏ស្រែកទៅដាក់លោកមេក្រុមខេមែនបានហើយតើមិនបានលោកហ៊ាននិយាយបែបនេះទៅដាក់មកគ្រប់គ្នាលើបែបនេះហើយលោកនាយកអេដុលក៏និយាយទៅវិញថាអើយបានហើយវាអត់អីទេខ្ញុំគឺជាមនុស្សម្នាក់មិនដែលរវល់ក៏ដូចជាខ្វាយខ្វល់ចំពោះមន្ត្រីរាជការមួយណាម្នាក់ឡើយហើយខ្ញុំរត់តែមិនខ្វល់ថាមេក្រុមគេយ៉ាងគឺជាមនុស្សវិកលចរិតតែគេត្រូវតែចាំបាច់ប្រយុទ្ធជាមួយនឹងបិសាចខ្សាច់ពណ៌លឿងវាគ្រាន់បើជាមេក្រុមដែលលាក់ខ្លួននៅកោះហ្គេងវ៉ាពីព្រោះតែលោកមេក្រុមសោបការប្រយុទ្ធបន្ទាប់មកលោកមេក្រុមខេមែនក៏និយាយតបវិញវាដូចគ្នាតែជាមួយនឹងម៉ារូអញ្ចឹងពួកយើងត្រូវការគេដើម្បីប្រយុទ្ធជាមួយនឹងបិសាចខ្សាច់ពណ៌លឿងហើយគេក៏មិនមានបញ្ហារឿងបុគ្គលអ្វីដែលមិនអាចប្រយុទ្ធបានដែរលើសពីនេះអ្នកទាំងពីរនេះគឺអាចគ្រប់គ្រងគេបានយ៉ាងល្អពីព្រោះតែពួកគេស្និទ្ធស្នាលជាមួយនឹងគ្នាស្និទ្ធស្នាលសប្បាយមួយនោះអ្នកទាំងពីរគ្រាន់តែលឺហើយចង់និយាយដែរប៉ុន្តែនិយាយមិនចេញបន្ទាប់មកលោកនាយកអេដុលក៏និយាយបន្តទៀតហើយចោះប្រសិនបើម៉ារូបង្កភាពចលាចលទៅឲ្យគេគ្រប់គ្នាតើលោកមេក្រុមខេមែននឹងទទួលខុសត្រូវដែរទេបន្ទាប់មកលោកមេក្រុមខេមែនក៏ងាកទៅនិយាយវិញប៉ុន្តែមិនហើយរឿងអីថាមិនអាចចុះឥឡូវនឹងពួកយើងអាចចាស់ចេញពីទីនេះបាននៅបន្ទាប់មកពួកគេទាំង3នាក់ក៏ធ្វើដំណើរបំរុងនឹងចាស់ចេញទៅប៉ុន្តែអេដុលគេក៏ខត់សន្វួរឲ្យនៅមួយផ្លែសិននៅពេលនោះធ្វើឲ្យឆាណានាងពិតជាឆ្ងល់ជាខ្លាំងហើយនៅពេលនេះម៉ារូគេបានចេញមកក្រៅហើយម៉ារូគេនិយាយទៅកាន់អ្នកទាំងពីរហើយបីដូចជាមិនដឹងរឿងអ្វីទាំងអស់ឥឡូវមិនហើយតែខ្ញុំនឹងមិនអីទេហើយចុះលោកមេក្រុមក៏របស់លោកមេក្រុមឯងទៅត្រូវនឹងស្អីបន្ទាប់មកលោកមេក្រុមខេមែនក៏សម្រួលក្រវ៉ាត់កដ៏ខ្ជូតរបស់គាត់ហើយនិយាយទៅកាន់គេវិញថា3ខែសម្រាប់ការពិន័យអ្នកទាំង3ត្រូវបានកាត់ប្រាក់ខែបន្ទាប់ពីលើបែបនេះធ្វើឲ្យម៉ារូហូរទឹកភ្នែកដោយមិនដឹងខ្លួនហើយលោកមេក្រុមខេមែនក៏បន្តនិយាយទៅកាន់ម៉ារូទៀតថាមនុស្សល្ងងឯងពេលនេះគឺសំណាងលើកនេះគេនឹងលើកលែងឲ្យឯងដោយសារតែក្រុមការងារនៅក្រុមហ្គេងវ៉ាគេគឺជាអ្នកទទួលខុសត្រូវប៉ុន្តែយើងនឹងមិនដឹងថាប្រសិនបើឯងធ្វើឲ្យមានអ្វីកើតឡើងនឹងមានភាពរញ៉េរញ៉ៃផ្សេងទៀតនោះយើងមិនដឹងនោះទេពីព្រោះតែលោកនាយកអេដុលគឺគួរឲ្យខ្លាចជាងអ្វីដែលខ្ញុំគិតទៅទៀតបន្តមកប្លង់របស់យើងក៏កាត់មកការសន្ទនារបស់ឪពុកកូនអេដុលក៏និយាយទៅកាន់ស៊ុនវូថាប្រសិនបើម៉ារូគេបាត់បង់លើម្ចាស់ការខ្លួនឯងហើយឈួតតែនឹងគិតថាអាចកម្ចាត់គេបានដែរឬទេស៊ុនវូគេមើលមុខអេដុលបន្តិចមកគេក៏សើចក្ដិលតែម្ដងហើយនិយាយទៅកាន់អេលដូថាអត់ទេខ្ញុំនឹងទៅប្រសិនបើអ្នកចង់និយាយគ្នានៅពេលដែលយើងបានជួបគ្នានៅ20ឆ្នាំក្រោយបន្ទាប់មកអេដុលក៏ឲ្យគេអង្គុយចុះហើយគេនិយាយថានេះមិនមែនជាការអង្វរឡើយដោយដែលក្នុងនាមយើងជាឪពុករបស់ឯងប៉ុន្តែនៅពេលនេះយើងគឺជានាយកហានម៉ារូមិនអាចចាត់ទុកគេថាជាមនុស្សដែលមានសមត្ថភាពបិសាចខ្សាច់ពណ៌លឿងធម្មតាឡើយមនុស្សដែលអាចបង្កើតខ្សាច់ពណ៌លឿងបានគឺមិនខុសពីបិសាចខ្សាច់ពណ៌លឿងនោះទេបន្ទាប់មកអេដុលក៏និយាយពីចុងក្រោយយ៉ាងសាហាវថាគេច្បាស់ជាសត្រូវអេដុលនៅពេលនេះគឺគេចាត់ទុកម៉ារូថាជាពួកបិសាចខ្សាច់ពណ៌លឿងដែលជាសត្រូវរបស់ពួកមនុស្សប៉ុន្តែអ្នកនៅកោះហ្គេងវ៉ាគឺចាត់ទុកម៉ារូដូចជាបងប្អូនរបស់គេអញ្ចឹងគឺពួកគេជឿជាក់ទៅលើម៉ារូថាម៉ារូអាចគ្រប់គ្រងខ្លួនឯងបានតែអ្នកទាំងអស់គ្នានឹងគិតថាម៉ារូគេនឹងធ្វើឲ្យមនុស្សដែលនៅក្នុងក្រុមនៃកោះហ្គេងវ៉ាពិបាកនឹងមានបញ្ហាដោយសារតែគេដែរឬអត់យើងនឹងតាមដានមើលថាជីវិតរបស់ម៉ារូទៅជាយ៉ាងណាទៀតយើងនឹងជួបគ្នានៅវីដេអូបន្ទាប់នៅពេលនេះភាគទី25របស់យើងក៏បញ្ចប់នៅត្រឹមនេះមុននឹងបញ្ចប់មិនខុសពីលើកមុននោះទេយើងនឹងត្រូវមកអរគុណអ្នកដែលបានប៉ាកាហ្វេឲ្យ admin ជាដំបូងពិតជាអរគុណខ្លាំងមែនទែនដល់សំណើមចិត្តរបស់ admin ម្នាក់ប៉ុន្តែគាត់មិនឲ្យ admin បង្ហាញឈ្មោះនោះទេគាត់ក៏បានឧបត្ថម្ភ admin ចំនួន 5000 រៀលផងដែរហើយក៏សូមអរគុណទៅដល់សំណើមចិត្តរបស់យើងម្នាក់ទៀតដែលមានឈ្មោះថាឧត្តមគាត់គឺជាប្រិមិត្តចាស់របស់ admin នោះទេដែលបានបាត់ទៅអស់រយៈពេលយ៉ាងយូរពេលនេះតែឃើញត្រឡប់មកវិញពិតជាអរគុណខ្លាំងមែនទែនឧត្តមសម្រាប់ការឧបត្ថម្ភចំនួន3ដងដែលម្ដងមានចំនួន 2222 រៀលនៅក្នុងនោះគាត់ក៏បានសរសេរទៀតដែរថាប្រសិនបើខាំ admin តែអាចសម្រាយរឿងបានល្អដូចជា admin ដែរឬអត់សំណួររបស់ឧត្តមមួយនេះគឺពិតជាខុសខើពេកហើយនេះគឺជាសំណួរឧក្រិដ្ឋកម្មដូច្នេះមិនអាចឆ្លើយបានប៉ុន្តែយ៉ាងណាក៏នៅតែសូមអរគុណសម្រាប់ការឧបត្ថម្ភរបស់ឧត្តមផងដែរអ្នកបន្តរបស់ admin គឺមានឈ្មោះថាសូភីបានឧបត្ថម្ភ admin ចំនួន 1543 រៀលពិតជាអរគុណខ្លាំងមែនទែនហើយសំណប់ចិត្តក៏ដូចជាកម្លាំងចិត្តរបស់ admin ម្នាក់ទៀតគាត់ពិតជាធ្វើ admin surprise ខ្លាំងមែនទែនឈ្មោះរបស់គាត់គឺមកការ៉ាបានឧបត្ថម្ភ admin ចំនួន 10000 រៀលឯណោះនៅក្នុងនោះគាត់ក៏បានសរសេរដែរថានេះទឹកចិត្ត
អញ្ចឹងសូម admin កុំបាក់ទឹកចិត្តពិតជាអរគុណខ្លាំងមែនទែនសម្រាប់ការលើកទឹកចិត្តមួយនេះ admin នឹងខំធ្វើវីដេអូបន្តទៀតមែនទេអ្នកគ្នានេះជាកម្លាំងចិត្តធំមែនទែនសម្រាប់ admin ទោះបីជា YouTube រកលុយអត់បានក៏ដោយប៉ុន្តែនៅពេលដែលអ្នកទាំងអស់គ្នាឧបត្ថម្ភ admin អញ្ចឹង admin នឹងមានទឹកចិត្តក៏ដូចជាមានលុយផឹកកាហ្វេរួចក៏បន្តខំប្រឹងធ្វើវីដេអូអ្នកទាំងអស់គ្នាមើលបន្តទៀត admin ក៏សូមអរគុណម្ដងទៀតសម្រាប់10000រៀលរបស់មករានិងអរគុណទៅដល់គ្នាយើងបន្តទៀតដែលមានឈ្មោះថា Cheka បានឧបត្ថម្ភ admin ចំនួន500រៀលផងដែរហើយចំណែកសម្រាប់ចិត្តមួយនេះវិញគឺមានឈ្មោះថា Sin Mai ប៉ុន្តែ admin តែងតែអានឈ្មោះគាត់ថា Sin May បើឈ្មោះអានចេញ Sin May មែនហើយគេអានចេញ Sin Mai ដែល nickname របស់គាត់គឺមានឈ្មោះថា Loki នោះគាត់ក៏បានឧបត្ថម្ភ admin ចំនួន5000រៀលផងដែរនៅក្នុងនោះគាត់ក៏បានសរសេរមកដែរថាគាត់ចង់ឲ្យ admin ចេះទៅកាន់មិត្តភ័ក្តិរបស់គាត់ប៉ុន្តែដោយអ្នកទាំងអស់គ្នាបានធ្លាប់ដឹងរួចមកហើយតែ admin គឺជាមនុស្សដែលសុភាពរាបសារមិនចូលចិត្តនៅក្នុងការជេរនរណាគេទេប៉ុន្តែជ្រុលនឹងគាត់ឲ្យកាហ្វេ admin ទៅហើយដាក់មួយម៉ាត់ទៅចុះប្រូយ៉ាម៉ាដាសូមកុំស្រឡាញ់គេម្នាក់ឯងដូចជាហានម៉ារូប៉ុន្តែប្រសិនបើយើងគិតថាយើងស្រឡាញ់គេមែនសូមធ្វើការឆាប់សារភាពទៅប្រយ័ត្នអំបិល admin គឺសូមអរគុណទៅដល់សំណាប់ចិត្តរបស់យើងបន្ទាប់ដែលមានឈ្មោះថាតុងហួរគាត់គឺបានឧបត្ថម្ភ admin ចំនួន2ដងផងដែរលើកទី1គឺគាត់បានឧបត្ថម្ភ admin ចំនួន4000រៀលរីឯលើកទី2គាត់បានឧបត្ថម្ភ admin ចំនួន2500រៀលនៅក្នុងនោះគាត់បានសរសេរថាកុំឲ្យ admin បាក់ទឹកចិត្តបានការឧបត្ថម្ភរបស់អ្នកទាំងអស់គ្នាបែបនេះគ្មានការបាក់ទឹកចិត្តសម្រាប់ admin ទៀតឡើយមានតែការខំប្រឹងធ្វើវីដេអូភាពបន្តឲ្យអ្នកទាំងអស់គ្នាបានទស្សនាទៀតតែប៉ុណ្ណោះហើយចំណែកអ្នកចុងក្រោយរបស់យើងគឺមានឈ្មោះថាថាវុនពិតជាអរគុណខ្លាំងមែនទែនសម្រាប់ថាវុនដែលបានឧបត្ថម្ភ admin ចំនួន100រៀលផងដែរជាចុងក្រោយសូមអរគុណដល់អ្នកទាំងអស់គ្នាជួបប្រទះតែសំណាងល្អគ្រប់គ្នា